មន្ទីរពេទ្យបង្អែកសម្ដេចឪសម្ដេចម៉ែមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានពង្រឹងលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈជាប្រចាំក្នុងការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋវិជ្ជបណ្ឌិតខីសុកខេងអនុប្រធានមន្ទីរពេទ្យបង្អែកសម្ដេចឪសម្ដេចម៉ែទទួលបន្ទុកបច្ចេកទេសតំណាងវិជ្ជបណ្ឌិតអង្គសុភ័ក្រប្រធានមន្ទីរពេទ្យបង្អែកសម្ដេចឪសម្ដេចម៉ែបានប្រាប់ BTV ឲ្យដឹងនៅថ្ងៃ24ខែមករានេះថាមន្ទីរពេទ្យបង្អែកមានផ្ដល់សេវាសុខាភិបាលជាច្រើនជូនដល់ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីនិងជនពិការដូចជាពិនិត្យជំងឺក្រៅនិងពិនិត្យជំងឺមាត់ធ្មេញសម្ភពរោគស្ត្រីមន្ទីរពិសោធន៍របេងកាមរោគនិងជំងឺមិនឆ្លងសពថ្ងៃប្រជាពលរដ្ឋមកទទួលសេវាពិនិត្យព្យាបាលជំងឺនេះភាគច្រើនប្រភេទជំងឺទឹកនោមផ្អែមនិងជំងឺលើសសម្ពាធឈាមដែលបង្កផលវិបាកដល់សុខភាពរបស់គាត់សប្តាហ៍នៅក្នុងមន្ទីរពេទ្យយើងបានអនុវត្តទៅតាមមន្ត្រីតាមជំនាញដូចជាផ្នែកពិគ្រោះជំងឺក្រៅពិនិត្យនិងព្យាបាលជូនពួកគាត់ហើយការធ្វើការជាចែកចេញជាពីរក្រុមធ្វើការពេលថ្ងៃនិងក្រុមធ្វើការពេលយប់ក្រុមពេលការធ្វើថ្ងៃយើងធ្វើការពីម៉ោង7កន្លះដល់ម៉ោង4ហើយក្រុមធ្វើការពេលយប់យើងធ្វើពីម៉ោង4កន្លះរហូតដល់ម៉ោង8ព្រឹកដូច្នេះយើងធ្វើការ24ម៉ោងលើ7ថ្ងៃទាំងថ្ងៃបុណ្យទាំងថ្ងៃសម្រាកយើងធ្វើគោលបំណងដើម្បីលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋឲ្យមានសុវត្ថិភាពនិងដើម្បីសុខភាពជូនពួកគាត់ហើយជាក់ស្ដែងនៅកន្លងមកមន្ទីរពេទ្យខ្ញុំក៏បានទទួលការលើកចិត្តពីរដ្ឋាភិបាលដោយអន្តរក្រសួងដោយមានការវិតម្លៃស្នាដៃការងារសប្តាហ៍នេះខ្ញុំបានជាប់លេខ10ក្នុងចំណោមទូទាំងប្រទេសហើយសប្តាហ៍នេះស្ថាប័នអន្តរក្រសួងនឹងចុះមកបន្តទៀតបើសិនជាដំណើរការល្អនឹងជ្រើសរើសយកពីលេខ1ដល់លេខ5ប៉ុន្តែចំពោះមុខខ្ញុំបានជាប់លេខ10ទូទាំងប្រទេសតាំងនាមឲ្យខ្ញុំជាមន្ត្រីនៅក្នុងមន្ទីរពេទ្យក៏ដូចបុគ្គលិកទាំងអស់សូមថ្លែងអំណរគុណដល់ជាជើដល់អាយដាមសាស្ត្រាចារ្យឈៀងក្រារដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏ដូចជាសម្ដេចនាយករដ្ឋមន្ត្រីដែលបានជួយណែនាំពង្រឹងពីសមត្ថភាពនៅក្នុងការងារជាក់ស្ដែងកន្លងមកលើកទឹកចិត្តដោយជួយបង្ហាត់បង្រៀនពិសេសអាយដាមរដ្ឋមន្ត្រីបានជួយបង្ហាត់បង្រៀនរាល់ថ្ងៃអង្គារនៅវិរៀនកីឡាកលានវត្តជាប្រចាំដើម្បីលើកទឹកចិត្តដល់បុគ្គលិកពីជំនាញបច្ចេកទេសនិងការគ្រប់គ្រងដូចជាវិស័យតាក់ទងជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរជាងនេះទៅទៀតចំណែកឯបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវនិងខណ្ឌជ្រោយចង្វាបានបង្ហាញពីចំណាប់អារម្មណ៍ដោយភាពជឿជាក់និងទុកចិត្តក្នុងការផ្តល់សេវាសុខាភិបាលពីក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យបង្អែកសម្ដេចឪសម្ដេចម៉ែសេវាកម្មខាងពេទ្យសម្ដេចនេះល្អណាស់គឺមើលថែដិតដល់ណាចាគឺមនុស្សដូចថាចេញចូលដូចថាមានភាពកក់ក្ដៅថាមើលដិតដល់ហ្នឹងហើយចឹងអ្នកដែលមានឈឺស្កាត់អីមកខាងសម្ដេចទៅអត់ខុសទេពួកអីគ្រូពេទ្យល្អហើយក៏សម្ដីក៏ល្អទៀតអត់មានមួខ្មើយដាក់ជាជនទេខ្ញុំជឿជាក់លើគ្រូពេទ្យសម្ដេចឪយើងនឹងហើយពួកអីវានៅចិត្តផ្ទះផងហើយគាត់យកចិត្តទុកដាក់មើលអ្នកជំងឺបាទពេទ្យមានការយកចិត្តទុកដាក់ល្អណាស់ចាហើយគាត់បើកថ្នាំឲ្យអ៊ំមួយខែថ្ងៃទី24ខែក្រោយគាត់ឲ្យមកបើកទៀតគាត់បើកមួយខែពេញបណ្ដោយចាកុំឲ្យពិបាកខ្ញុំសូមអរគុណដល់សម្ដេចតេជោសម្ដេចហ៊ុនម៉ាណែតបានជួយឧបត្ថម្ភមើលជំងឺខ្ញុំអត់អស់លុយដូចជាបានបសខ្ញុំសូមសំពះអរគុណពីចម្ងាយជាចុងក្រោយលោកវិជ្ជបណ្ឌិតខីសុកខេងបញ្ជាក់ថាបច្ចុប្បន្នមន្ទីរពេទ្យបង្អែកសម្ដេចឪសម្ដេចម៉ែស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ6ខណ្ឌឫស្សីកែវក្របដណ្ដប់ពីរខណ្ឌគឺខណ្ឌឫស្សីកែវនិងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញដែលមានប្រជាជនសរុប 352,352 នាក់ដែលមាន12សង្កាត់ស្មើនឹង52ភូមិទន្ទឹមនឹងនោះមន្ទីរពេទ្យបង្អែកមានអគារ6បុគ្គលិកក្របខណ្ឌ63នាក់បុគ្គលិកកិច្ចសន្យាមន្ទីរពេទ្យចំនួន5នាក់